ថ្មីនេះ Chinese influencer ជនជាតិចិនម្នាក់ដែលមានឈ្មោះថា Abby Han វ័យ26ឆ្នាំបានធ្វើការ live ផ្ទាល់នៅលើបណ្ដាញសង្គមដើម្បីចែករំលែកការសោកស្ដាយរបស់នាងចំពោះការវះកាត់កែសម្ផស្សហួសប្រមាណនៅក្នុងវ័យរបស់នាងការសោកស្ដាយដ៏ធំបំផុតរបស់នាងនោះគឺការបង្រួមស្លាប់ច្រមុះខ្លាំងពេកក្នុងការស្វែងរកច្រមុះដោយមុតស៊ូរីរបស់នាងបានធ្វើឲ្យនាងកាយលើសកម្រិតដែលជាស្លាបច្រមុះដែលជួយរក្សារុនច្រមុះនិងផ្ដល់ការគ្រប់គ្រងរចនាសម្ព័ន្ធត្រូវបានដកចេញនេះបណ្ដាលមកពីរុនច្រមុះរបស់នាងតូចខ្លាំងពេកជាលទ្ធផលនាងពិបាកនៅក្នុងការដកដង្ហើមឲ្យបានត្រឹមត្រូវហើយត្រូវលាតរុនច្រមុះរបស់នាងដោយដៃដើម្បីដកដង្ហើមឲ្យបានជ្រៅក្រឡេកទៅមើលក្រោយវិញនាងបានទទួលស្គាល់ថាការងារដែលនាងបានធ្វើនៅលើមុខរបស់នាងហាក់ដូចជាខុសពីធម្មជាតិបើទោះបីជាវាមានភាពប្រសើរឡើងបន្តិចតាមរយៈពេលវេលាក៏ដោយនាងបានសារភាពថាខ្ញុំបានធ្វើការវះកាត់កែសម្ផស្សស្ទើរតែច្រើនដងដូចជាលោក Michael Jackson បើអ្នករំពឹងថាវានឹងដូចធម្មជាតិនោះគឺមិនប្រាកដទេនាង Abby លែងចង់ធ្វើការកែសម្ផស្សហើយបានឆ្លុះបញ្ចាំងពីអតីតកាលរបស់នាងដោយទទួលស្គាល់ថាវាពិតជាភាពល្ងង់ខ្លៅរបស់ខ្ញុំដែលនាំឲ្យមុខខ្ញុំខូចនាងបានបញ្ជាក់ថាមនុស្សត្រូវតែចំណាយលើតម្លៃសម្រាប់កំហុសរបស់ពួកគេ